Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀបនៃការរកកាក់ Bitcoin ដែលបានលឿនហើយបានលុយច្រើនទៀតគឺយើងមាន website ថ្មីមួយសម្រាប់រកកាក់ Bitcoin ហើយកាក់ហ្នឹងគឺស្រួលរករយៈពេល1ម៉ោងគឺយើងរកបានបើមានសំណាងអាចដល់$20ទៅ$30ជាលុយដុល្លារwebsite នេះអ្នកទាំងអស់គ្នាចុចចូល link នៅខាងក្រោមវីដេអូរបស់ខ្ញុំហ្នឹងពេលដែលចុច link ហ្នឹងហើយវានឹង load មកបែបនេះបាទពេល load មកបែបហ្នឹងគឺវាមានឈ្មោះថា Dara 56នេះនៅពេលដែលអ្នកទាំងអស់គ្នាឃើញទម្រង់បែបនេះអ្នកទាំងអស់គ្នាកុំឆ្ងល់អីយើងនាំគ្នាចុចលើអក្សរពណ៌ខៀវ Clap now ចុចលើវាមកនៅពេលដែលយើងចុចលើអក្សរពណ៌ខៀវដែលមានឈ្មោះថា Clap now នឹងហើយគឺមកដល់ទម្រង់បែបនេះគឺយើងត្រូវបំពេញឈ្មោះ Gmail password សូមបញ្ជាក់ password ហ្នឹងគឺជា password របស់កម្មវិធីហ្នឹងរបស់ website ហ្នឹងមិនមែនជា password របស់ Gmail យើងទេហើយឈ្មោះបញ្ជាក់មួយទៀតបើយើងដាក់ឈ្មោះអក្សរខ្មែរក៏អត់បានដែរហើយបើសិនជាយើងដាក់ឈ្មោះដូចជាឈ្មោះសុខាតារាអីហ្នឹងគឺវាអត់ support មួយកម្មវិធីហ្នឹងឯងយើងគួរដាក់ថាបាទយើងដាក់ឈ្មោះជាជប៉ុនណាយកកោហាមមកមីអីចឹងទៅឲ្យតែស្តៀងជប៉ុនហើយ Gmail យើងគួរតែយក Gmail ណាដែលយើងប្រើប្រាស់បានដែលយើងកំពុងតែប្រើរាល់ថ្ងៃបាទខ្ញុំគឺមានច្រើនមែនតើខ្ញុំសូមធ្វើការដាក់ Gmail password សម្រាប់ password គឺយើងដាក់វាចឹងដែរមកយើងដាក់យ៉ាងម៉េចក៏បានដែរតែសំខាន់ password ហ្នឹងត្រូវតែជា password មួយដែរញ៉ៃញ៉ៃចឹងយើងដាក់តាមឈ្មោះយើងក៏បានដែរដាក់យោកោហាមី89ចឹងមកខ្ញុំឧទាហរណ៍ទេហើយយើងចុចបាទនៅពេលដែលចុះឈ្មោះហើយគឺវាលោតបែបនេះអានេះយើងចុចខ្វែងមកយើងចុចយកពាក្យនេះបាទវាលោតបែបនេះហើយសម្រាប់បញ្ជាក់នៅពេលដែលពេជ្រនេះយើងប្រើវាអស់គឺមានកន្លែងនេះសម្រាប់ឲ្យយើង clap រយៈពេល1ម៉ោងយើង clap បាន5ពេជ្រនេះបាន40ពេជ្របាទឥឡូវយើងបើកប្រអប់នេះបានប៉ុណ្នេះស្មើនឹងប្រមាណបាន$1ជាងបាត់ទៅហើយយើងទៅនេះយើងអង្គុយបើកប្រអប់ចឹងលេងមកបាទគឺវាបានលឿនមែនតើឥឡូវនេះ$3បាត់ហើយវាលុតឈុតពាណិជ្ជកម្មដើម្បីយកលុយឥឡូវ$5បាត់ហើយគឺលឿនមែនតើបាទគឺលឿនមែនតើអ្នកទាំងអស់គ្នាអាចប្រើប្រាស់នៅ website នេះបានបាទសូមអរគុណ